ភាពល្អឥតខ្ចោះគឺជាពន្ធនាគារដ៏ត្រជាក់ដែលយើងសាងសង់ដោយខ្លួនឯងហើយព្រមហុចកូនសោទៅឲ្យអ្នកដទៃជាអ្នកកាន់ទ្វារនៅពេលដែលតម្លៃនៃជីវិតរបស់អ្នកត្រូវបានវាស់វែងត្រឹមតែការទះដៃរបស់អ្នកទោតសូម្បីតែសេចក្តីស្លាប់ក៏មិនអាចរំដោះអ្នកចេញពីការសម្ដែងនេះបានដែរពន្លឺព្រះច័ន្ទស្លេកស្លាំងជះកាត់ដំបូលប្រាសាទដែលបាក់បែកបន្សល់ត្រឹមស្រមោលកាត់ខ្វែងគ្នានៅលើកម្រាលថ្មដែលពោពេញដោយស្លែទីនេះធ្លាប់ជាសាររបាំព្រះរាជទ្រព្យដ៏រុងរឿងឥឡូវនេះវាគ្រាន់តែជាភ្នូរដ៏ស្ងាត់ជ្រងំនៃសិល្បៈប៉ុន្តែប្រសិនបើអ្នកឈរនៅស្ងៀមហើយផ្ដោតអារម្មណ៍ស្ដាប់ឲ្យជ្រៅអ្នកនឹងមិនឮសំឡេងខ្យល់បក់នោះទេតែអ្នកនឹងឮសំឡេងរោនៃកងជើងទង់ដែងតិចតិចធ្ងន់ធ្ងរនិងពោពេញដោយភាពនឿយហត់នៅកណ្ដាលសាលនោះមានទម្រង់រូបរាងមួយកំពុងរាំនាងមិនមែនជាវិញ្ញាណកំណាចដែលស្រែកឃ្លានឈាមឬចង់សងសឹកអ្នកណាឡើយនាងស្លៀកពាក់សំពត់សូត្រដែលរហែកដាច់និងគ្រឿងអលង្ការដែលធ្លាប់ភ្លឺផ្លេកកាលពីរាប់រយឆ្នាំមុនរាងកាយដ៏ស្ដើងរបស់នាងពុតពេនទៅតាមចង្វាក់ភ្លេងដែលគ្មានអ្នកណាឮក្រៅពីខ្លួននាងម្រាមដៃរបស់នាងកោងមិនច្រាស់ទៅក្រៅយ៉ាងតឹងតែងជើងរបស់នាងឈរលើចុងម្រាមយ៉ាងឈឺចាប់នាងកំពុងរាំរបាំដដែលដែលនាងធ្លាប់រាំកាលពីនៅមានជីវិតកាលពីនៅរស់នាងគឺជាតួឯកគេប្រាប់នាងថានាងគឺជាតំណាងនៃទេពអប្សរាសួគ៌ជាសេចក្តីថ្លៃថ្នូរនៃនគរប៉ុន្តែគ្មាននរណាម្នាក់មើលឃើញពីរបួសបាតជើងដែលហូរឈាមគ្មាននរណាខ្វល់ពីក្រពះដែលទទេស្អាតនិងការភ័យខ្លាចដែលលាក់នៅក្រោមស្នាមញញឹមដ៏ស្រទន់នោះទេរាល់កាយវិការដែលខុសសូម្បីតែមួយចំអាមគឺជារឿងដែលមិនអាចអត់ឱនឲ្យបាននាងមិនបានស្លាប់ដោយសារជំងឺឬសង្គ្រាមនោះទេនាងស្លាប់ដោយសារការដាច់ខ្យល់នៅលើកម្រាលរាំនេះឯងក្នុងរាត្រីមួយដែលនាងព្យាយាមហ្វឹកហាត់កាយវិការមួយដែលនាងគិតថានៅមិនទាន់ល្អឥតខ្ចោះនាងគៀបសង្កត់សាច់ឈាមខ្លួនឯងដើម្បីក្លាយជាព្រះរហូតដល់សាច់ឈាមនោះលែងអាចទ្រាំទ្របានបច្ចុប្បន្ននាងនៅតែបន្តរបាំនេះរាល់ពេលដែលម្រាមដៃនាងកោងមិនទាន់ដល់កម្រិតឬចង្វាក់ជើងរអិលខុសទម្រង់សំឡេងដង្ហើមធំដ៏ឈឺចាប់លាន់ចេញពីវិញ្ញាណនាងហើយនាងក៏ត្រឡប់ទៅចាប់ផ្ដើមពីចំណុចដំបូងវិញម្ដងហើយម្ដងទៀតរាប់សតវត្សអ្វីដែលគួរឲ្យសង្វេគបំផុតនោះមិនមែនជារូបរាងខ្មោចរបស់នាងនោះទេតែគឺជាការពិតមួយដែលនាងមិនព្រមទទួលស្គាល់ព្រះរាជាដែលនាងធ្លាប់ព្យាយាមផ្គាប់ព្រះទ័យបានសោយទីវង្គតបាត់ទៅហើយពួកមើលទាហាននិងអ្នកតទាំងឡាយបានក្លាយជាផេះផង់អស់ទៅហើយអំណាចដែលធ្លាប់ដាក់សម្ពាធលើនាងលែងមានអត្ថិភាពនៅលើលោកនេះទៀតហើយគ្មាននរណាម្នាក់កំពុងសម្លឹងមើលនាងគ្មាននរណាម្នាក់ចាំដាក់ពិន្ទុឬដាក់ទណ្ឌកម្មនាងទៀតឡើយនាងមានសេរីភាពទាំងស្រុងប៉ុន្តែនាងមិនអាចបញ្ឈប់បានទេការរំពឹងទុករបស់អ្នកដទៃបានចាក់ឬយ៉ាងជ្រៅចូលទៅក្នុងព្រលឹងរបស់នាងរហូតវាប្រែសន្តានទៅជាសម្លេងរិះគន់របស់នាងផ្ទាល់វិញ្ញាណរបស់នាងមិនត្រូវបានចងភ្ជាប់ដោយមន្តអាគមឬបណ្ដាសាអ្វីនោះទេវាត្រូវបានចងភ្ជាប់ដោយភាពភ័យខ្លាចនៃភាពបរាជ័យដែលនាងមិនអាចលែងដៃបាននាងឈប់មួយភ្លែតសម្លឹងមើលទៅបាតដៃដ៏ស្ដើងថ្លារបស់ខ្លួនឯងភាពស្ងាត់ជ្រងំនៃរាត្រីហាក់ដូចជាកំពុងអង្វរនាងឲ្យសម្រាកប៉ុន្តែមួយវិនាទីក្រោយមកសំឡេងតន្ត្រីរវើរវាយក៏បន្លឺឡើងក្នុងចិត្តនាងម្ដងទៀតស្នាមញញឹមដ៏សោកសៅនិងសោះក៏ក្រោះលេចឡើងលើផ្ទៃមុខនាងលើកដៃឡើងកាច់ចង្កេះហើយបោះជំហានទៅមុខនាងបន្តរាំមិនមែនដើម្បីព្រះអាទិទេពមិនមែនដើម្បីសិល្បៈតែដើម្បីបម្រើការភ័យខ្លាចក្នុងចិត្តខ្លួនឯងពេលខ្លះខ្មោចដែលគួរឲ្យខ្លាចបំផុតដែលតាមលងបន្លាចយើងគឺស្តង់ដារដ៏សាហាវឃោរឃៅដែលយើងចងវាជាប់នឹងខ្លួនឯងដោយមិនដឹងខ្លួន